ក្រុមហ៊ុនឡុងសុភាប្រព្រឹត្តមិនត្រូវតាមសេចក្តីអនុញ្ញាតដោយបំផ្លាញធនធានធម្មជាតិឥតមានការអនុញ្ញាតកាលពីពេលថ្មីនេះក្រុមការងារត្រួតពិនិត្យបានរកឃើញថាក្រុមហ៊ុនឯកជនមួយឈ្មោះឡុងសុភាដែលបានស្នើសុំច្បាប់អនុញ្ញាតបូមខ្សាច់ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងប៉ុន្តែការងារផ្សេងពីច្បាប់អនុញ្ញាតដោយដាក់ម៉ាស៊ីនរែងយករ៉ែមាសដែលជាប្រភេទធនធានមានគុណតម្លៃខ្ពស់សកម្មភាពនេះត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងព្រោះជាការលាក់បំពានលើសេចក្តីអនុញ្ញាតនិងអាចនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថានធម្មជាតិនិងធនធានជាតិបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែងក្រុមហ៊ុននឹងត្រូវបានអនុញ្ញាតឲ្យបូមខ្សាច់តែមួយគត់ដោយសេវាកម្មរែងយករ៉ែជាពិសេសរ៉ែមាសមិនមែនជាការអនុញ្ញាតនៅក្នុងអាជ្ញាប័ណ្ណទេសូមជម្រាបថានៅពេលថ្មីកន្លងទៅនេះមានអ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្ដិតយករូបភាពជាក់ស្ដែងឃើញថាក្រុមហ៊ុនឡុងសុភាបានបង្កប់គ្រឿងចក្រម៉ាស៊ីននិងឧបករណ៍បូមខ្សាច់តែបែរជាបូមនិងរែងយករ៉ែមាសផ្ទុយពីច្បាប់អនុញ្ញាតនោះក្រោយមកប្រធានមន្ត្រីរាយនឹងធម្មពលខេត្តស្ទឹងត្រែងលោកស្រីញ៉ែមសម៉ាលីបានចាត់មន្ត្រីជំនាញក្រមអាវ៉ាតឲ្យចុះពិនិត្យសកម្មភាពសម្ភារៈនិងឧបករណ៍នៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនឡុងសុភាដែលក្នុងអាជ្ញាប័ណ្ណស្នើសុំធ្វើអាជីវកម្មរ៉ែខ្សាច់បកនៅក្នុងភូមិសាស្ត្រភូមិកញ្ចាញទឹកឃុំស្រែសម្បូរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងពលរដ្ឋនៅក្នុងតំបន់នោះភាគច្រើនបានស្នើសុំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសូមឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាក្រសួងបរិស្ថានក្រសួងរាយនឹងធម្មពលដាក់ចេញនូវវិធានការច្បាស់លាស់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់នេះនិងការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពករណីការបំពានបែបនេះអាចប៉ះពាល់ដល់បរិស្ថានជីវិតមនុស្សសត្វក្នុងតំបន់នោះយ៉ាងធ្ងន់ធ្ងរ